សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំដែលវីដេអូយើងនេះដែរគឺយើងនិយាយអំពីការ add hard disk ទៅលើម៉ាស៊ីន server របស់យើងឬក៏យើងនិយាយថាការ add hard disk ទៅលើLinux ម៉ាស៊ីន Linux របស់យើងដោយក្នុងនេះគឺខ្ញុំប្រើ Xeno F9 ដើម្បីធ្វើការ add hard disk ចូលទៅកាន់ម៉ាស៊ីន server របស់ខ្ញុំអញ្ចឹងជាដំបូងគឺយើងត្រូវចូលមក edit កន្លែង Visual Machine Setting របស់យើងនេះសិនគឺយើងត្រូវធ្វើការ add hard disk មួយទៀតបញ្ចូលអញ្ចឹងយើងចុចលើពាក្យ hard disk នេះមកបន្តមកទៀតយើងចុចពាក្យ add ហើយយើងយក hard disk នេះមកយើងចុច next យើងយកតាម default របស់វានេះមកឬក៏យើងចង់ add ជាប្រភេទ SATA ក៏បានប្រភេទ IDE ឬក៏ប្រភេទ CSI នេះក៏បានដែរប៉ុន្តែខ្ញុំគឺយកតាមការ recommend របស់វាអញ្ចឹងតែនេះអត់មានអីទេយើងចុច next ហើយបន្តមកទៀតនេះគឺជាទំហំ memory ឬក៏ទំហំ hard disk ដែលយើងចង់add បន្ថែមអញ្ចឹងគឺខ្ញុំយកតែមួយ G ទេខ្ញុំអត់ចង់ add ច្រើនទេកន្លែងនេះគឺខ្ញុំ store វាតែជាមួយ file ទេខ្ញុំអត់ចង់ store វាច្រើន file ទេហើយខ្ញុំចុច next មកបន្តមកទៀតកន្លែងនេះគឺយើងអាចដូរឈ្មោះបានយើងដាក់អីក៏បានដែរនៅក្នុង hard disk របស់យើងតែកន្លែងនេះខ្ញុំកែកន្លែង default របស់វានេះមកខ្ញុំដាក់តែលេខ2ទៅបញ្ជាក់ថាវាជា hard disk ទី2របស់ម៉ាស៊ីនរបស់យើងហើយខ្ញុំចុច finish មកបន្តទៀតខ្ញុំចុច OK រួចយើងទៅធ្វើការបើកម៉ាស៊ីន VMware របស់យើងនេះមកបន្ទាប់ពីយើងបានបើកម៉ាស៊ីន VMware របស់យើងហើយឥឡូវខ្ញុំធ្វើការ remote វាតាមរយៈ software ឈ្មោះថា Putty នេះអូខេអញ្ចឹងខ្ញុំ log វាចូលតាមlogin ជា root តបមកទៀតគឺយើងទៅធ្វើការ check មើល hard disk របស់យើងអញ្ចឹងអូខេនេះគឺជា hard disk របស់យើងហើយនេះគឺជា hard disk ដំបូងរបស់យើងឬក៏ជា hard disk ទី1របស់យើងហើយនេះគឺជា hard disk ដែលយើងទៅតែបាន add មិញគឺទំហំរបស់វាគឺ1 G អញ្ចឹងបើយើងអត់ទាន់វាថាយើងអត់ទាន់ forward វាឲ្យទៅជា disk ទេទៅជា hard disk hard ដល់លើនេះទេអញ្ចឹងគឺវាអត់ទាន់អាចប្រើជា hard disk បានទេអញ្ចឹងខ្ញុំទៅធ្វើការចែក drive វាសិនអញ្ចឹងខ្ញុំចែកតាមមួយ drive ទេខ្ញុំប្រើ SD ខុសហើយខ្ញុំប្រើ SD ដើម្បីចែក drive របស់វា SD ទៅលើ file div ហើយនេះគឺជា hard disk ទី2របស់យើងនេះខ្ញុំយកឈ្មោះរបស់វានេះមកគឺ NVMe 0N2 នេះគឺខ្ញុំធ្វើការចែកឲ្យ hard disk ទី2ហ្នឹងគឺខ្ញុំចែកតាមមក drive ទេចឹងខ្ញុំយកតាម default របស់វាគឺខ្ញុំយកកន្លែងនេះខ្ញុំយក N មក default របស់វាកន្លែងនេះខ្ញុំយក P មកហើយនេះគឺយើងយកវាថាវា default របស់វាគឺវាឲ្យចែកជា4 drive អញ្ចឹងខ្ញុំយកតាម default វាគឺលេខ1ហើយបន្ទាប់មកកន្លែងនេះខ្ញុំយកអត់យកទេហើយកន្លែងនេះខ្ញុំបូកឲ្យវាគឺ1000 មេតមកទៀតខ្ញុំចុច comment ថា right ហើយនេះយើងនឹងទទួលបាន hard disk ថ្មីមួយអញ្ចឹងខ្ញុំសូម clear កន្លែងនេះសិនខ្ញុំយើងបានច្រឡំ hard disk គឺយើងទទួលបានហើយយើងបានចែក drive ឲ្យវាហើយអញ្ចឹងខ្ញុំប្រើ comment នេះមកនេះគឺយើងបានឃើញថាក្នុង hard disk ទី2របស់យើងគឺបានចែកចេញជាមួយ drive ហើយអញ្ចឹងបន្ទាប់មកទៀតគឺយើងទៅ format ឲ្យវាคล้ายទៅជាគឺថា file server អញ្ចឹងណាឬក៏យើងអាចformat ឲ្យវាទៅជា hard disk អញ្ចឹងទៅឬក៏ ext4 អញ្ចឹងទៅអញ្ចឹងខ្ញុំទៅធ្វើការformat វាដោយយើងប្រើ command mkf នេះហើយបន្តមកទៀតយ៉ាខ្ញុំប្រើវាទៅជា ext4 តមកទៀតគឺ file របស់យើងហ្នឹងគឺ div NVMe P0N2 នេះត្រូវហើយបន្តមកទៀតនេះគឺយើងយកនេះ P1 នេះយើង format drive P1 របស់យើងនេះឲ្យទៅជា hard disk របស់យើងណាបើមិនអញ្ចឹងទេយើងអត់អាចធ្វើការ add
វានៅក្នុងម៉ាស៊ីនរបស់យើងមកនេះដោយសារតែ Linux វាគឺជា file អញ្ចឹងគ្រប់ directory របស់វាគឺជា file អញ្ចឹងយើងត្រូវការ format វាសិនអញ្ចឹងនេះយើង enter មកវានឹង format បានហើយបន្ទាប់ពី format បានហើយយើងទៅធ្វើការបង្កើត directory មួយដើម្បីធ្វើការ store នេះ file ឬក៏ store hard drive របស់យើងនេះអញ្ចឹងខ្ញុំទៅធ្វើការបង្កើត file មួយនេះឲ្យអមក OK ដាក់ថា data 1 ចឹងមកតទៅពីខ្ញុំបង្កើតហើយខ្ញុំទៅធ្វើការមកនេះdrive របស់យើងនេះចូលមកក្នុង file ឬក៏ directory ឈ្មោះថា data 1 នេះអញ្ចឹងខ្ញុំប្រើ command mount /nvme 0n2 p1 ចូលទៅក្នុង directory មួយឈ្មោះថា data នេះគឺខ្ញុំបាន mount វាចូលហើយបន្ទាប់ពី mount ហើយយើងទៅធ្វើការកែ file configuration របស់វាគឺនៅក្នុង file nano etc/step នេះបន្ទាប់ពីយើងចូលមកដល់ក្នុងហ្នឹងហើយយើងទៅធ្វើការadd វាចូលនេះខ្ញុំប្រើ new គឺ add file របស់យើងមិញហ្នឹង nvme 0n2 នេះ p1 តបមកឲ្យវា store ក្នុង file ឈ្មោះ data 1 ជាប្រភេទ ext4 យើងយកវាជា default មកបន្ទាប់ពីយកវាជា default នេះគឺជាប្រភេទ default របស់វាអញ្ចឹងនេះអាចឲ្យគ្នាយើងមើលបាននេះគឺឲ្យ hard disk របស់យើងនេះគឺជា directory របស់យើងហើយនេះគឺជាប្រភេទ file របស់យើងគឺ ext4 ហើយយើងយកតាម default វានេះមកអញ្ចឹងអាហ្នឹងយើងបន្ទាប់ពីយើងបានបង្កើតចឹងហើយខ្ញុំ control O មក control X តទៅពី control X ហើយយើងធ្វើការ mount A ប្រើ command mount A មក mount .a នេះគឺយើងបានធ្វើការ mount វារួចហើយអញ្ចឹងយើងទៅធ្វើការ reboot ម៉ាស៊ីនរបស់យើងដើម្បីឲ្យយើងដឹងថាតើយើងបានរបៀបថា add hard disk ហ្នឹងបានជោគជ័យអត់ចឹងគឺយើងធ្វើការ reboot ម៉ាស៊ីនយើងមួយមកពេល reboot ទៅគឺវានឹងដាច់ remote អញ្ចឹងខ្ញុំ click OK មកអូខេបន្ទាប់ពីយើងបាន reboot ហើយនេះវានឹងធ្វើការ reboot ម៉ាស៊ីនហើយវានឹងចេញបែបនេះចឹងយើង remote ចូលទៅវាម្ដងទៀតអូខេ login វាជា root មកហើយយើងទៅធ្វើការ check hard disk របស់យើងគឺយើងប្រើ command lsblk នេះហើយវានឹងបង្ហាញថានេះអា drive មួយនេះ drive ឈ្មោះថា nvme 0n2 p1 នេះ drive ហ្នឹងវានឹង store ទុកនៅក្នុង file ឈ្មោះ data ហើយវានឹងគឺคล้ายទៅជា hard disk របស់យើងហើយឬក៏ជា drive របស់យើងហើយដោយសារតានៅក្នុង Linux everything វាគឺជា file អញ្ចឹង hard disk ក៏ដោយអីក៏ដោយវាគឺ store ជា file ទាំងអស់អញ្ចឹងការ add hard disk របស់យើងគឺមានតែប៉ុណ្្នឹងទេគ្នាយើងអាចធ្វើការចែកជាច្រើន drive បានហើយខ្ញុំសូមបញ្ជាក់មួយទៀតបើសិនជាម៉ាស៊ីនអ្នកទាំងអស់គ្នាទើបតែតម្លើងថ្មីយើងអត់ដែលបាន update software សោះអញ្ចឹងខ្ញុំ recommend ឲ្យយើងទៅ update software សិនមុននឹងយើងមកធ្វើតាមឲ្យដែលខ្ញុំបង្ហាញនេះបើសិនជាមិនអញ្ចឹងទេវាប្រកាសជា ខុស file configuration ហើយវានឹងយកតាម default លើ version ចាស់អញ្ចឹង version ចាស់បើសិនជាយើងធ្វើការ configuration file តាម nano file nano ដែលខ្ញុំបានបង្ហាញវិញហ្នឹងវាប្រកាសជាមានបញ្ហាអញ្ចឹងខ្ញុំ recommend ឲ្យយើងទៅធ្វើការ update ម៉ាស៊ីនរបស់យើងសិនមុននឹងយើងមកធ្វើការ add hard disk នេះអញ្ចឹងវីដេអូដែលបង្ហាញពីការ add hard disk ទៅលើម៉ាស៊ីន server ឬក៏ទៅលើម៉ាស៊ីន Linux របស់យើងគឺបានដល់ទីបញ្ចប់ហើយអរគុណដែលបានតាមដាននិងទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូត